តើអ្នកទាំងអស់គ្នាធ្លាប់ឮអំពីអាថ៌កំបាំងនៃថ្ងៃពុធដែរឬទេនេះមិនមែនជារឿងព្រេងនិទានទេប៉ុន្តែវាគឺជាសំណុំរឿងក្តីឃាតកម្មដ៏គួរខ្លាចបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុនដែលបានអូសបន្លាយអស់រយៈពេល14ឆ្នាំពេញចាប់តាំងពីឆ្នាំ1975រហូតដល់ឆ្នាំ1989នៅខេត្តសាហ្កាមានស្ត្រីចំនួន7នាក់បានបាត់ខ្លួនហើយត្រូវបានគេប្រទះឃើញថាពួកគេបានស្លាប់យ៉ាងអាថ៌កំបាំងអ្វីដែលធ្វើឲ្យរឿងក្តីនេះកាន់តែព្រឺក្បាលទៀតនោះគឺជនរងគ្រោះភាគច្រើនបានបាត់ខ្លួននៅថ្ងៃពុធតើឃាតករដែលបានធ្វើឲ្យអ្នកស្រុកនៅខេត្តសាហ្កាមានការតក់ស្លុតអស់រយៈពេលជាង1ទសវត្សរ៍នេះជានរណាហើយហេតុអ្វីបានជាករណីនេះคล้ายជារឿងដែលប៉ូលីសមិនអាចដោះស្រាយបានរហូតដល់ថ្ងៃបិទបញ្ចប់សំណុំរឿងទៅវិញថ្ងៃនេះយើងនឹងមកដឹងអំពីរឿងរ៉ាវលម្អិតជាមួយគ្នារឿងរ៉ាវដ៏ខ្មៅងងឹតនេះបានចាប់ផ្ដើមនៅថ្ងៃទី27ខែសីហាឆ្នាំ1975ក្មេងស្រីវ័យ12ឆ្នាំម្នាក់ឈ្មោះអេបានបាត់ខ្លួនពីផ្ទះខណៈពេលម្ដាយរបស់នាងកំពុងធ្វើការនៅហាងមួយកន្លែងបើទោះបីជាមានការខិតខំស្វែងរកពីសំណាក់ប៉ូលីសជាង 2000 នាក់ក៏ដោយក៏គ្មាននរណាម្នាក់អាចរកឃើញនាងឡើយ5ឆ្នាំក្រោយមកនៅថ្ងៃទី12ខែមេសាឆ្នាំ1980ករណីទី2បានកើតឡើងស្ត្រីវ័យ20ឆ្នាំម្នាក់ឈ្មោះ B បានបាត់ខ្លួនពីផ្ទះទាំងយប់រឿងរ៉ាវកាន់តែចម្លែកនៅពេលដែលក្រុមគ្រួសាររបស់នាងបានទទួលសម្បត្តិគំរាមកំហែងនិងទូរស័ព្ទដ៏អាថ៌កំបាំងពីជនដែលមិនស្គាល់អត្តសញ្ញាណម្នាក់ហើយនៅថ្ងៃទី24ខែមិថុនាឆ្នាំ1980គឺជាថ្ងៃដែលសមាគមមួយបានប្រមូលផ្ដុំគ្នាធ្វើការបោសសម្អាតរួមគ្នាសាកសពរបស់កញ្ញា B ត្រូវបានគេប្រទះឃើញនៅក្នុងលូបង្ហូរទឹកចេញពីបន្ទប់ទឹកនៃសាលាបឋមសិក្សាមួយកន្លែងអ្វីដែលធ្វើឲ្យប៉ូលីសកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺកំឡុងពេលដែលពិនិត្យទីតាំងនោះក្រុមប៉ូលីសបានប្រទះឃើញគ្រោងឆ្អឹងរបស់ក្មេងស្រី A ដែលបានបាត់ខ្លួនកាលពី5ឆ្នាំមុនត្រូវបាននរណាម្នាក់យកទៅកប់នៅក្រោមគំនរថ្មនៅក្នុងលូបង្ហូរទឹកនោះប៉ូលីសបានសន្និដ្ឋានថានេះជាស្នាដៃរបស់មនុស្សតែម្នាក់ប៉ូលីសបានកំណត់គោលដៅទៅលើបុរសម្នាក់ឈ្មោះយូដែលជាអ្នកស្គាល់គ្នានឹងជនរងគ្រោះទី2ប៉ុន្តែដោយមិនមានភស្តុតាងគ្រប់គ្រាន់ប៉ូលីសមិនអាចចោទប្រកាន់លោកយូពីបទសម្លាប់មនុស្សបានឡើយបើទោះបីជាមានការតាមដានយ៉ាងតឹងរ៉ឹងយ៉ាងណាក៏ដោយក៏ព្រឹត្តិការណ៍ដ៏គួរឲ្យខ្លាចនេះមិនបានចប់ត្រឹមនេះនោះទេនៅក្នុងឆ្នាំ1981ស្ត្រីម្នាក់ទៀតឈ្មោះ C បានបាត់ខ្លួនបន្ទាប់ពីនាងបានចេញពីធ្វើការ2សប្តាហ៍ក្រោយមកសាកសពរបស់នាងត្រូវបានគេប្រទះឃើញដោយមានខ្សែភ្លើងរុំជាប់នឹងកមិនទាន់បានប្រមាណផងនៅក្នុងឆ្នាំ1982ករណីទី4ក៏បានកើតឡើងក្មេងស្រីអាយុ11ឆ្នាំម្នាក់ទៀតមានឈ្មោះ D បានបាត់ខ្លួនកំឡុងពេលនាងបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញក្រោយមកសាកសពរបស់នាងត្រូវបានគេរកឃើញនៅក្បែរទីលានកីឡាមួយកន្លែងករណីនេះមានភាពខុសប្លែកគ្នាពីករណីមុនបន្តិចដោយសារតែមានភស្តុតាងនៃការរំលោភសេពសន្តិវៈដែលធ្វើឲ្យប៉ូលីសដាក់ការសង្ស័យថាឃាតករអាចមានច្រើនជាងម្នាក់ឬក៏ករណីនោះអាចជាករណីដាច់ដោយឡែកពីគ្នាចាប់តាំងពីឆ្នាំ1987រហូតដល់ឆ្នាំ1989មានស្ត្រី3នាក់ផ្សេងទៀតដែលមានកញ្ញា E កញ្ញា F និងកញ្ញា G បានបាត់ខ្លួនជាបន្តបន្ទាប់ភាពតក់ស្លុតបានកើតឡើងម្ដងទៀតនៅកំឡុងខែមករាឆ្នាំ1989នៅពេលដែលអ្នកភូមិបានរកឃើញសាកសពរបស់អ្នកទាំង3នៅកន្លែងតែមួយគឺនៅក្រោមផ្ទាំងថ្មនៃជួរភ្នំមួយកន្លែងក្រោយពីការស៊ើបអង្កេតយ៉ាងម៉ត់ចត់ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ M ដែលជាអ្នកស្គាល់គ្នាជាមួយនឹងជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំង3នាក់នោះដំបូងឡើយជនសង្ស័យ M បានសារភាពថាខ្លួនពិតជាបានសម្លាប់អ្នកទាំង3ពិតមែនប៉ុន្តែក្រោយមកគេក៏បានបដិសេធវិញនៅក្នុងឆ្នាំ2000ប៉ូលីសបានប្រើប្រាស់បច្ចេកវិទ្យា DNA ដើម្បីពិនិត្យទៅលើសម្លៀកបំពាក់របស់ជនរងគ្រោះហើយបានចោទប្រកាន់លោក M ថាជាឃាតករទោះបីជាយ៉ាងណាក៏ដោយនៅក្នុងសវនាការតុលាការបានសម្រេចថាមិនមានភស្តុតាងគ្រប់គ្រាន់និងបានបដិសេធការសារភាពរបស់លោក M ដោយបានអះអាងថាអាចមកពីការបង្ខិតបង្ខំពីសំណាក់ប៉ូលីសជាលទ្ធផលលោក M ត្រូវបានកាត់ទោសឲ្យរួចផុតពីការចោទប្រកាន់ដូច្នេះតើឃាតករដែលបានធ្វើឲ្យខេត្តសាហ្កាធ្លាក់ក្នុងសភាពភ័យខ្លាចអស់រយៈពេល14ឆ្នាំជានរណា
បើទោះបីជាករណីទាំង7នេះត្រូវបានគេហៅថាករណីឃាតកម្មទៅលើស្ត្រីទាំង7នៅខេត្តសាកាក៏ដោយគោអ្នកជំនាញជាច្រើននៅតែសង្ស័យថាមិនមែនគ្រប់ករណីទាំង7នោះជាស្នាដៃរបស់មនុស្សតែម្នាក់នោះទេឧទាហរណ៍ជាក់ស្ដែងដូចករណីទី4ដោយសារតែមានការរកឃើញថាមានស្លាកស្នាមនៃការរំលោភខ្សែសន្តិវៈដូច្នេះហើយវាមានលក្ខណៈខុសពីករណីមុនបន្តិចចំណែកករណីទី5 6និង7ដែលបានរកឃើញសាកសពនៅនឹងកន្លែងតែមួយវាអាចទំនងជាស្នាដៃរបស់មនុស្សតែម្នាក់រហូតមកដល់ពេលនេះរឿងនេះនៅតែជាអាថ៌កំបាំងដែលមិនអាចដោះស្រាយបានបើទោះបីជាបានបិទបញ្ចប់សំណុំរឿងហើយក៏ដោយអាថ៌កំបាំងអំពីថ្ងៃពុធនៅតែដកជាប់នៅក្នុងចិត្តប្រជាជនជប៉ុនជាប់ជានិច្ចតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរតើវាជាស្នាដៃរបស់ឃាតករតែម្នាក់ឬជាការចៃដន្យដ៏អាក្រក់នៃឃាតកម្មដាច់ដោយឡែកពីគ្នាសូមចែករំលែកមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោម